វីដេអូនេះកាលពីថ្ងៃសុក្របងប្អូនខ្ញុំបានធ្វើដំណើរពីភ្នំពេញទៅខាងស្រុកព្រះស្ដេចបងប្អូនហើយគាត់ទៅដល់កន្លែងមុខសាលាជប៉ុនមេឃរលភ្លៀងបងប្អូនខ្ញុំក៏បានឈប់ទិញនៅកន្លែងលក់មួយកន្លែងនេះនៅរៀងឈៀងសាលាជប៉ុននៃស្រុកព្រះស្ដេចតាមបណ្ដោយផ្លូវ312ណាបងប្អូនចាសប្តាហ៍ខ្ញុំពេលអាវភ្លៀងនឹងបានប្រហែលទៅហូបផ្សារទ្រេមកបន្តិចបងប្អូនអើយនិយាយពីភ្លៀងមហាសែនភ្លៀងបងប្អូនភ្នែកតូលផងអីផងហើយវីដេអូនេះផងដែរនេះបងប្អូនអើយខ្ញុំរៀបរកខ្ញុំថាទៅមុខបន្តិចដឹងតែភ្លៀងខ្លាំងហ្មងដោយសារតាភ្នែកតូលខ្លាំងមែនតើហើយផ្កើលាន់ទៀតបងប្អូនកាលខ្ញុំទៅនោះរវល់បនពូខ្ញុំ7ថ្ងៃបងប្អូនហើយនេះបងប្អូនហើយបន្ទាប់ពីខ្ញុំបានមកដល់ភូមិកណើតខ្ញុំបងប្អូនចាភ្លៀងខ្លាំងមែនតើថ្ងៃនោះហើយបន្ទាប់មកខ្ញុំជិះម៉ូតូមកបងប្អូនសពតាត្រីវាឡើងតាមផ្លូវឡើងព្រាតហ្មងសិតតាកូនដែងកូនទូឲ្យប្រងព្រាតហើយខ្ញុំឃើញត្រីច្រើនក៏ហៅបងប្អូននៅគៀកហ្នឹងអ្នកភូមិក្បែរផ្ទះម៉ែខ្ញុំហ្នឹងចាឲ្យមកចាប់ត្រីបងប្អូនខ្ញុំអត់ហ៊ានចាប់ទេដោយសារថ្ងៃខ្ញុំទៅហ្នឹងមិនទាន់នឹងផ្លាស់កៅអៅផ្លាស់អីផងហ្នឹងបងប្អូនចានៅលើម៉ូតូឡើយហើយដល់ពេលហើយហៅបងប្អូនមកចាប់ហើយបងប្អូនអ្នកនៅក្នុងកថាំងឃើញត្រីហើយមិនក៏មិនចាប់មិនហ៊ានចាប់បងប្អូនចាត្រីដែងបងមេឃតិចផងដាក់មួយហ្នឹងដឹងតាចុកពីថ្ងៃតូនបាត់លើហ្នឹងនេះបងប្អូនហើយខ្ញុំឲ្យបងប្អូននៅគៀកហ្នឹងគាត់មកចាប់ត្រីហើយត្រីនេះបងប្អូនច្រើនមែនតើហ្មងខ្ញុំនិយាយទៅខានឃើញទស្សនវិជ្ជាត្រីវាឡើងពេលភ្លៀងនឹងចូល20ឆ្នាំនេះបងប្អូនយូរឆ្នាំហើយខ្ញុំអត់ដែរបានឃើញទេតែឃើញហើយខ្ញុំសប្បាយចិត្តមែនតើបងប្អូនថ្ងៃដែរឃើញត្រីហ្នឹងខ្ញុំខូចស្បែកជើងកែងខ្ញុំមកគូណាដោយសារខ្ញុំភ្លេចថាពេលបីជើងកែងដល់ពេលហើយចុះផុកចាប់ត្រីដែរចាថតផងអីផងទាំងភ្លៀងហើយខ្ញុំរីករាយចាដែលបានឃើញពីទស្សនវិជ្ជានេះត្រីនៅលើភូមិបងប្អូនទឹកដក់ភ្លៀងមកពីមុនមកវាដក់នៅតាមហាវនៅគៀកផ្ទះហ្នឹងហើយវាកើតត្រីហើយដល់ពេលភ្លៀងមកវាជ្រុលវាឡើងលើផ្លូវហ្មងបងប្អូនហើយខ្ញុំជិះទៅនឹងមុនគេហ្មងដោយសារភ្លៀងខ្លាំងអត់មានអ្នកណាគេជិះកាត់ទេខ្ញុំមកពីពេញចាប់តែ2នាក់ចាយខ្ញុំមកមិនត្បូងឃើញតែមួយដល់ពេលមើលយូរទៅឡើងឲ្យព្រាតពេញផ្លូវបងប្អូនហើយផ្លូវនេះព្រលឹមឡើងសិតតែស្នាមជើងចាប់ត្រីបងប្អូនចាវីដេអូហ្នឹងមានតែប៉ុណ្ណា